អញ្ចឹងខាងគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុក្រសួងដែនដីគោរូបនីយកម្មក្រសួងមហាផ្ទៃបានសិក្សារៀបចំកន្លែងជារួចដើម្បីបងប្អូនអាចយ៉ាងហោចណាស់ក្នុងពេលរងចាំត្រឡប់ទៅកន្លែងដើមរបស់យើងវិញក៏មិននៅក្នុងមណ្ឌលសុវត្ថិភាពបែបនេះគឺជាគោលដៅសម្រាប់ជួយដល់លោកអ៊ំពូមីងបងប្អូនទៅទៀតទេបាទដើម្បីយើងធ្វើយ៉ាងណាជួយដល់សុខភាពនិងផ្ដល់លទ្ធភាពសម្រាប់ជីវភាពក្នុងរយៈពេលរងចាំមានប្រជាពលរដ្ឋមានបងប្អូនចំនួនសួរថាចុះបើយើងរៀបអាកន្លែងថ្មីហ្នឹងបើន័យថាយើងឈប់ទៀមទាកន្លែងចាស់របស់យើងអត់ទេការទៀមទាបូរណភាពទឹកដីរបស់យើងនៅតែបន្តធ្វើយើងអត់មានបោះបង់សិទ្ធិនៅក្នុងការទៀមទានៅដែនអធិបតេយ្យភាពរបស់យើងទេគ្រប់កន្លែងទាំងអស់យើងអត់មានសញ្ញេឈប់បាញ់ជាធ្នូជាមួយនឹងការដោះដូរដីកាត់ដីឲ្យគេអត់មានទេការងារវាស់វែងការងារគ្រប់គ្រងដោះស្រាយបញ្ហាព្រំដែននៅតែត្រូវគោរពតាមច្បាប់អន្តរជាតិដែលយើងធ្វើប៉ុន្តែរាជរដ្ឋាភិបាលមិនអាចឲ្យយើងមិនប្រកាន់នៅការដោះស្រាយដោយប្រើអំពើហិង្សានោះទេយើងខិតខំដោះស្រាយដោយសន្តិវិធីប្រើច្បាប់ប្រើយន្តការទូតបច្ចេកទេសព្រំដែនរឿងនេះប៉ុន្តែវាយឺតវាអត់ក្ដុំក្ដាំងដូចបាញ់គ្នាទេប៉ុន្តែវាធានាថាការដោះស្រាយនឹងមានរយៈពេលវែងហើយបានសេចក្តីសុខទាំងអស់គ្នាដើម្បីរកបញ្ចប់ព្រំដែនកម្ពុជាថៃគឺជាព្រំដែនបើយើងនិយាយបច្ចេកទេសជាព្រំដែនអន្តរជាតិជាព្រំដែនរវាងរដ្ឋនិងរដ្ឋដែលគ្រប់គ្រងដោយសន្ធិសញ្ញាអនុសញ្ញាអញ្ចឹងត្រូវដោះស្រាយតាមនោះបាទមិនដោះស្រាយដោយកម្លាំងបដាអាវុធឬនោះទេបាទអញ្ចឹងគ្រាន់តែបញ្ជាក់អ៊ំពូមីងបងប្អូនជំរកនេះជំរកគឺជំរកបដោះអាសន្នសម្រាប់ផ្ដល់នៅផាសុកភាពនិងជីវភាពរបស់បងប្អូននៅក្នុងពេលរងចាំអញ្ចឹងទាំងពីរនេះគឺជាអ្វីដែលរាជរដ្ឋាភិបាលខិតខំដោះស្រាយដៃម្ខាងទៀមទានៅដែនអធិបតេយ្យភាពទឹកដីស្របច្បាប់របស់យើងផ្អែកទៅលើយន្តការបច្ចេកទេសការទូតនិងច្បាប់ដែលមានស្រាប់ជាជាងការវាយគ្នាដៃម្ខាងត្រូវពេលរងចាំនេះត្រូវដោះស្រាយជីវភាពរស់នៅរបស់អ៊ំពូមីងបងប្អូននៅទីនេះគឺជាការយកចិត្តទុកដាក់មិនទុកបងប្អូនប្រជាពលរដ្ឋចោលទេហើយជាពិសេសយើងខិតខំធ្វើឲ្យបានមុនរដូវវស្សាបាទ